Bà chấm riệp xưa svan nghe បាទជំរាបសួរបង លឺថាសប្តាហ៍ហ្នឹងមានឈ្មោះទៅលេង TV5 ណោះបាទសប្តាហ៍នេះទៅលេងកម្មវិធីខ្សែក្រវ៉ាត់នៅប៉ាលី5ឥសម្រាប់ការចូលលេងកម្មវិធីខ្សែក្រវ៉ាត់ហ្នឹងយើងដល់វគ្គណាហើយ ឡូវចូលវើជុំសុំបន្ទុក ជុំសំបន្ទុកហើយ បាទ ហើយមុនបានមកដល់វគ្គវិលជុំហ្នឹងយើងប្រកួតប្រហែលប្រកួតហើយ បានមកប្រកួតឡើយបង បានមកប្រកួត បាទ កាលហ្នឹង ចាញ់ធួន4បង អូចាញ់ឈុន4 បាទ ហើយសប្តាហ៍នេះយើងទៅជួបណាគេបន្តទៀត សប្តាហ៍នេះអត់ទាន់ដឹងទេបង គេអត់ទាន់ចាប់ឆ្នោតបានណា ចាប់បានតែអត់ទាន់ដឹងប៉ះពូអត់ដឹងប៉ះណាអញ្ចឹងគេអត់ទាន់ប្រាប់ អត់ទាន់ប្រាប់ទេហើយតាមយើងរំពឹងមើលអាចនឹងភាគរយជួបនរណាច្រើនជាងមើលទៅ ប្រហែលផឹកដេឡាលីន បែកដីដាលីន បាទ បាយកភាពដែលចូលលេងខ្សែក្រវ៉ាត់ហ្នឹងប្រហែលអ្នកដែរ នៅសល់មកពូលម្នាក់3នាក់ មកពូមាន3នាក់ 3នាក់បាទ អញ្ចឹងខ្សែក្រវ៉ាត់ហ្នឹងមាន2ពូលណា បាទមានពូ A មួយពូ B មួយ យើងស្ថិតនៅពូណាដែរ B ពូ B បាទ ជាមួយពីណាគេខ្លះ ខ្ញុំធួន4ផឹកដេឡាលីនហើយនឹងម៉ាឡាកាំង អូចុះចំណែកឯពូ A ពូ A ដូចមានក្លឹមសពេជ្រស្ដាចាក់ពេជ្រ ពេជ្រសាចាន់កូនស្រីកុផានមែន បាទហើយនឹងកូនសិស្សអេវថងមួយ អូ ម៉ានីយ៉ាកេណេត ម៉ានីអាគីណេទៀត បាទនឹងលេងបច្ចិតមួយទៀត អូសិតតាអ្នកល្អដែរណា បាទ ហើយសម្រាប់ការប្រកួតវគ្គសមបន្ទុកនេះក្តីរំពឹងយើងអាចនឹងទទួលបានជោគជ័យច្រើនទេមើលទៅ ខ្ញុំពូមុនខ្ញុំចាញ់គេមកបន្ទុកឲ្យតែចាំមើលអ៊ុតមួយប្រកួតនេះសិនទេបង ចាំមើលអ៊ុតមកប្រកួតទៀតណា បាទ ហើយអារម្មណ៍មិនដែរ អារម្មណ៍មានន័យសប្បាយបងបានលេងកម្មវិធីខ្សែក្រវ៉ាត់ជំនះអារម្មណ៍សប្បាយ អាចថាការប្រកួតជំរុះច្រើនអញ្ចឹងលំបាកទេសម្រាប់យើង អត់អីទេបងអានេះមកប្រកួតសម្រាប់មកអាទិត្យ មកប្រកួតសម្រាប់មួយអាទិត្យប៉ុន្តែទម្រាំបានខ្សែក្រវ៉ាត់អាចថាយូរដែរសម្រាប់យើងណា បាទរៀងយូរដែរបង ប៉ុន្តែការប្រកួតលក្ខណៈអញ្ចឹងធ្វើឲ្យយើងខ្សែក្រវ៉ាត់យើងមានតម្លៃវិញ បាទ ប្រយរំទៅដើមគ្នាបាន រួមតែបានប៉ះយើងប៉ះគ្នារៀមប៉ះអ្នកខ្លាំងហើយយើងឡើងទៅប៉ះគ្នារួមតែបាន សម្រាប់សវណ្ណងារងថ្ងៃអត់ទាន់មានខ្សែក្រវ៉ាត់ទេណា នៅ ហើយក្តីសម័យចង់បានឆាប់ទេ ក្តីសម័យខ្លាំងខ្សែក្រវ៉ាត់នេះស្រឡាញ់ខ្សែក្រវ៉ាត់ អញ្ចឹងអាចថាខ្សែក្រវ៉ាត់លើកហ្នឹងអាចនឹងពងយកឲ្យបានទេមើលទៅ ប៉ងបាទប៉ងចង់បានណាបង ប៉ុន្តែជាក់ស្ដែងតាមសមត្ថភាពសិនណា បាទ ហើយមានជាការបដិញ្ញាចិត្តយ៉ាងណាសម្រាប់ការប្រកួត ខ្សែក្រវ៉ាត់នេះខ្ញុំបដិញ្ញាថាខ្ញុំខំប្រឹងនឹងធ្វើអស់ពីលទ្ធភាពនឹងខំយកវាឲ្យបាន ខាងអ្នកចាប់គូគេមានប្រាប់ទេថាយើងប្រកួតវិលជុំហ្នឹងត្រូវប្រកួតប្រមាណទើបឡើងទៅប្រកួតផ្ដាច់ព្រាត់ បើយើងចាញ់បើយើងវាយអាពូយើងអា3នាក់នេះហើយឈ្នះអញ្ចឹងចេះហើយអញ្ចឹងយើងទៅប៉ះពូ A អូប៉ះពូ A បាទ យកម្នាក់ឡើងទៅជួបគ្នា បាទ មកពូល បាទ ហើយបានវាយផ្ដាច់ព្រាត់ហ្មង បាទ អញ្ចឹងអាចថាក្នុងពូលយើងនៅប្រមាណប្រកួតទៀត ខ្ញុំនៅសល់2ទៀត នៅសល់2ប្រកួតទៀត បាទ 2ប្រកួតហ្នឹងបើសិនមកជោគជ័យ បើជោគជ័យខ្ញុំឡើងបើថាខ្ញុំចាញ់គឺខ្ញុំ ធ្លាក់ ធ្លាក់ហើយបង អញ្ចឹងអរគុណច្រើនសង្ឃឹម បាទ ថាវណ្ណងានឹងជោគជ័យទទួលបានខ្សែក្រវ៉ាត់ថ្មី បាទ